សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកដោះស្រាយចំណោទលេខ21ទាំងអស់គ្នាតោះឥឡូវយើងអានទាំងអស់គ្នាសុខធ្វើលំហាត់ត្រូវបាន12សំណួរត្រូវជា3/4នៃសំណួរទាំងអស់តើសុខធ្វើខុសប៉ុន្មានសំណួរអញ្ចឹងតោះឥឡូវយើងរកហើយមុននឹងយើងបន្តទៅមុខទៀតលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយបាទសូមអរគុណបងយើងរើមករកសំណួរដែលសុកធ្វើខុសសុកគាត់ធ្វើត្រូវ12សំណួរធ្វើត្រូវ12សំណួរគិតជាប្រភេទត្រូវជា3/4នៃសំណួរទាំងអស់អញ្ចឹង12សំណួរឆ្លើយត្រូវ12សំណួរសុកឆ្លើយត្រូវជា3/4នៃសំណួរទាំងអស់អញ្ចឹង3/4នៃសំណួរទាំងអស់មានន័យថាយើងគូសជាអង្កត់បងប្អូនគឺវាមាន4អង្កត់អញ្ចឹងបងប្អូនគូសអង្កត់មក1 2 3 4 អង្កត់4កាត់មក12សំណួរនេះបើយើងគិតជាអង្កត់វាស្មើទៅនឹង3/4កាត់ទាំងអស់វាមាន4កាត់ណាបងប្អូន1 2 3 4អញ្ចឹង3/4កាត់នេះគឺណែមើល1 2 3កាត់នេះគឺវាស្មើនឹង3/4យើងគិតជាប្រភេទហើយវា3/4ហ្នឹងបើយើងគិតទៅជាសំណួរដែលឆ្លើយត្រូវគឺវា12សំណួរអញ្ចឹងណាបងប្អូន12សំណួរអញ្ចឹងចុះនៅមកប្រឡោះប៉ុន្មានយើងអត់ដឹងថាមកប្រឡោះនេះនៅសល់ប្រមាណសំណួរទេយើងអត់ដឹងទេតែយើងដឹងថាមកប្រឡោះហ្នឹងគឺគាត់ធ្វើខុសហើយគាត់ឆ្លើយខុសដោយសារតែគាត់ឆ្លើយត្រូវវា3/4នៃប្រឡោះទាំងអស់ហ្នឹងវាគាត់ឆ្លើយត្រូវ3ប្រឡោះហើយក្នុង4ប្រឡោះនេះ3/4នេះមានថា4នេះកត់ទាំងអស់គឺវា4កត់ហើយគាត់ឆ្លើយត្រូវ3កត់ហើយ1 2 3ហើយគិតជាសំណួរវាត្រូវនឹង12សំណួរសំណួរវា3កត់1 2 3អញ្ចឹងបងអូនយក12សំណួរចែក3កត់ទៅវានឹងឃើញថាក្នុង1កត់គឺវាស្មើនឹងប៉ុន្មានសំណួរអញ្ចឹងបងអូនយក12ចែកនឹង3ព្រោះ12សំណួរវាត្រូវ3កត់1 2 3នេះអញ្ចឹងយើងដាក់បាន4 3ដង12 0 អញ្ចឹងក្នុង1កត់នេះគឺ1/4ហ្នឹងគឺវាស្មើទៅនឹងស្មើប៉ុន្មានសំណួរបងប្អូនគឺវាស្មើនេះ4សំណួរ4សំណួរគូសេខុស4សំណួរនេះបងប្អូនយើងយក12ចែក3អង្កត់ហ្នឹងយើងឃើញក្នុង1អង្កត់គឺវា4សំណួរនេះ1អង្កត់គឺ4សំណួរអញ្ចឹង1អង្កត់ដែលនៅសល់ហ្នឹងគឺវាមាន4សំណួរមានន័យថាសុកឆ្លើយខុស4សំណួរអញ្ចឹងយើងបានណាបងប្អូនយើងបានណាប៉ុណ្ណឹងទៅគឺយើងបានណាបាទតោះឥឡូវបងប្អូនសរសេរជាអង្កត់មក1 2 3 4 4ប្រឡោះបងប្អូន1 2 3 4 4កត់ឬក៏4ប្រឡោះហ្នឹងនេះចែកជាកត់អូខេឥឡូវ3កត់គឺស្មើទៅនឹង3កត់3/4គឺវា12សំណួរនេះគឺវា4 1កត់នេះគឺវា1/4ពោលកត់ទាំងអស់វា4ស្មើនឹង4សំណួរហើយវាស្មើទៅនឹង12
ចែកនឹង3ស្មើទៅនឹង4សំនូចឹងបងប្អូនអាចឆ្លើយបានណាឆ្លើយមកឆ្លើយថាសុខធ្វើលំហាត់ខុសគឺ4សំណួរបងប្អូនគូប្រអប់ឲ្យស្អាតមកសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់និងអាចដោះស្រាយនៅលំហាត់នេះបានដោយខ្លួនឯងបាទសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និង Like នៅ Channel របស់លោកគ្រូម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបាទសូមអរគុណ